ជំរាបសួរនិងសួស្តីថ្ងៃនេះយើងចូលមករៀនថ្មីរបស់យើងតពីថ្ងៃមុនគឺរៀនសារឡើងវិញហើយមេរៀនសារឡើងវិញនេះដែរគឺយើងរៀន3អក្សរគឺដថណសូមរំលឹកឡើងវិញបន្តិចដដូចជាដំរីថដូចជាឋានីណដូចជាណែនអញ្ចឹងលោកគ្រូនាំអានទាំងអស់គ្នារៀនសារឡើងវិញដថណចំនេះចំណាំដំណើកដៃដុំដីដំណាំចំនៃឆៅម្ដងទៀតចំនេះចំណាំដំណើកដៃដុំដីដំណាំចំនៃឆៅបាទពាក្យចំនៃឆៅនេះមាន3បន្សាយសំឡេងឬក៏3ព្យាង្គរបស់នេះគឺលោកគ្រូនាំអានតែម្ដងដោយយើងមិនប្រកបទេដោយសារតែជារៀនសារឡើងវិញកូនទាំងអស់គ្នាត្រូវប្រឹងព្យាយាមអានដោយកុំប្រកបកុំដោះដូរដីកុំដោះដូរដីតែប្រសិនបើកូនមិនទាន់នឹងជាអានទេកូនអាចប្រកបក៏មិនមែនជាបញ្ហាដែរចៅថេខំដាំដំណាំចឹងលោកគ្រូនាំអានម្ដងទៀតរៀនសារឡើងវិញដថណចំនៃចំណាំដំណើកដៃដុំដីដំណាំចំនៃឆៅកុំដោះដូរដីចែកថេខំដាំដំណាំឥឡូវយើងចូលមកដល់លំហាត់នេះគឺយើងត្រូវធ្វើការយកចង្អុលដៃគូសកងអក្សរឲ្យត្រូវនឹងរូបភាពនេះយើងអានថាដំអញ្ចឹងយើងត្រូវយកចង្អុលដៃគូសឲ្យភ្ជាប់ជាមួយនឹងរូបដំដេសំតោម្ដងទៀតដេខោឡើងវិញម្ដងទៀតដំដេខោកូនឯងសាក់លបងធ្វើដោយខ្លួនឯងបន្ទាប់ពីយើងអានមេរៀនក្នុងសៀវភៅសិក្សាគោលហើយនឹងការធ្វើលំហាត់នៅក្នុងសៀវភៅសិក្សាគោលដោយប្រើចង្អុលដៃហើយយើងចូលទៅដល់ការអានអត្ថបទខ្លីក្នុងសៀវភៅជំនួយលើមេរៀនរៀនសារឡើងវិញដូចគ្នាយើងបើកសៀវភៅជំនួយកន្លែងមេរៀនសារឡើងវិញដថណទំព័រទី65អញ្ចឹងយើងដាក់ចង្អុលដៃអានជាមួយនឹងលោកគ្រូទាំងអស់គ្នាហើយនៅក្នុងការអានមេរៀននេះដែរគឺយើងប្រកបបើសិនជាកូនមិនទាន់នឹងជាអានទេហើយបើកូនជាអានបានល្អហើយគឺមិនចាំបាច់ប្រកបទេមេរៀនសារឡើងវិញដថណការអានអត្ថបទខ្លីសូមបញ្ជាក់ផងដែរគឺលោកគ្រូមិនប្រកបទេដំណាំថៃចេះដាំដុះថៃដាំដំណាំដាឆៃដំណាំថៃដាចេះឆៃចំនៃឆៅឡើងវិញម្ដងទៀតការអានអត្ថបទខ្លីដំណាំថៃចេះដាំដុះថៃដាំដំណាំដាឆៃដំណាំថៃដាចេះឆៃចំនៃឆៅ សូ
សូមអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយទៀត